ដែលឲ្យមកបែកញើសប៉ុនៗក្របពោតកំពុងឲ្យលំទោនសួរកៅឆាងថាមានការអីបានមកដល់ទីនេះកៅឆាងធ្វើមកកាចប្រាប់ថាថ្ងៃនេះវាមានការងារធំអ្នកណាហ៊ានមករកវឿងគឺចាត់ទុកថាចង់តទល់ជាមួយវាហើយដែលឲ្យភ័យញ័រខ្លួនតតាត់ព្រោះដឹងច្បាស់ថាកៅឆាងនេះក្រៅពីជាសេដ្ឋីមានមុខមាត់តាមពិតវាជាម៉ាហ្វីមានខ្សែធំកប់ពពកនិងមានកូនចៅកាងពេញទីក្រុងគ្មានអ្នកណាហ៊ានប៉ះវាទេដែលឲ្យមិនហ៊ាននៅយូរក៏បញ្ញាប់សុំខ្លួនចេញទៅមុនស៊ូឆាន់វិញវាកំពុងឈរមើលពីលើដោយខ្សែភ្នែកពិឃាតនៅក្នុងជីវិតមុនពេលពិភពលោកវិនាសកៅឆាងនេះគឺជាមហាអំណាចមួយប្រចាំទីក្រុងហើយសូម្បីតែបិសាចចុងភៅនរកក៏ជាកូនចៅរបស់វាដែរស៊ូឆាន់ដឹងច្បាស់ថាសន្តាគារ Green City នេះហើយជាកន្លែងដំបូងគេដែលមនុស្សចាប់ផ្ដើមបំផ្លាញខ្លួនទៅជាអ្នកមានថាមពលវាញឹមចុងមាត់គិតថាកៅឆាងបានខ្លាំងដោយសារវាហេងនៅទីនេះមុនគេតែលើកនេះសុំទោសផងអាចសម្លាញ់ឱកាសមាសរបស់ឯងត្រូវឯងឆក់យកហើយកៅឆាងក៏កលេចឃើញទូឯងសម្លឹងមកខ្លួនគិតក្នុងចិត្តថាល្អិតនេះគួរឲ្យចាប់អារម្មណ៍តើឌុនយ៉ាដើរចូលមកជាមួយកៅឆាងទៅជួបតាចាស់តំពេកក្បាលបោះសុនអតាចារ្យលំប់កាមនេះសើចកក់ក្អឹកយកស្រាក្រហមជូននាងផឹកចំណែកស៊ូឆាន់កំពុងឈរក្រេបស្រាក្រហមនៅលើរានហាលសម្លឹងមើលទៅមុខមិននឹកស្មានថាសង្សារចាស់ក៏មកទីនេះដែរល្អតើគំនុំចាស់គំនុំថ្មីទូទាត់គ្នាម្ដងឲ្យដាច់ស្រេចងាកមកមើលខាងក្រៅអាងហែទឹកឯនេះវិញដែលហើយកំពុងត្អូញត្អែថាយប់ស្អីក៏ក្តៅជាងថ្ងៃទៅទៀតហើយយូឆ្លើយយ៉ាងរំភើបថាក្តៅអញ្ចឹងទើបបនមើលស្រីស្រីស្លៀកឈុតហែទឹកពួកវាសើចយ៉ាងល្មមកាមសង្ឃឹមបានស្អំភ្នែកនិយាយមិនទាន់ផុតមាត់ផងឈាននឹងមិត្តភក្តិរបស់នាងក៏ដើរចេញមកក្នុងឈុតហែទឹកមែនពួកនាងរអ៊ូថាប្រច័នស្អីក៏ភ្លឺដោយព្រះអាទិត្យអញ្ចឹងហើយយូឃើញភ្លាមក៏ឆ្លៀតវោហារសាសសុំស្នេហ៍ចាប់កាន់ដៃនាងយ៉ាងរ៉ូមែនទិកប្រាប់ថាសេចក្តីស្នេហារបស់វាចំពោះនាងគឺភ្លឺដោយប្រច័ននេះអញ្ចឹងស៊ូឆាន់ឈរមើលពីលើអាគារសើចចំអកថាក្តីស្រឡាញ់របស់ពួកឯងចិត្តឆេះខ្លោចឥឡូវហើយស្រាប់តែប្រច័នបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅកម្ដៅកើនឡើងក៏ពពកភ្លាមពួកអ្នកនៅខាងក្រៅចាប់ផ្ដើមស្រែកឡឡាព្រោះស្បែកកំពុងឆេះរលួយពួកវាបែកតក់ស្លុតរត់ជន់ជើងគ្នារកកន្លែងជ្រកចូលសន្តាគារពួកអ្នកលេងបៀខាងក្នុងក៏ឆ្ងល់ថាខាងក្រៅមានរឿងស្អីបានជាភ្លឺម្លេះចំណែកហើយយូដែរទើបតែសន្យាស្នេហ៍អំបញ្ញមិញត្រូវភ្លើងព្រះច័ន្ទដុតស្បែកស្រែកយំដូចឆ្កែរត់បាតជើងសាព្រាតរកទឹកវាលោតចូលទៅក្នុងអាងចិញ្ចឹមត្រីក្នុងសន្តាគារលើសូរតែប្រងពួកស្រីក៏លោតចូលតាមដែរតែហើយយូថោកទៀតនេះបែរជាច្រើនពួកគេចេញរួចស្រែកទាំងអាត្មានិយមថាចេញឲ្យឆ្ងាយទឹកនេះជារបស់អញម្នាក់គត់សណ្ដានពិតរបស់វាលេចចេញមកហើយពួកអ្នកខាងក្នុងស្ទុះមកមើលងាកមកឃើញដែលហើយវារតោងមកដល់ទ្វារស្បែករលួយពងបែកពេញខ្លួនហុយផ្សែងចេញពីសាច់ស្រែកឲ្យគេជួយគួរឲ្យសង្វេគត្រឡប់មកបន្ទប់ VIP វិញអាតាចាស់បោះសុនសួរដួនយ៉ាថាហេតុអីមិនព្រមផឹកស្រាវាអួតថានៅទីក្រុងនេះគ្មានអ្នកណាហ៊ានបដិសេធស្រារបស់វាទេរួចបណ្ដេញកាយឆាងឲ្យចេញទៅក្រៅកុំនៅទៅមុខដួនយ៉ាលួចជេរក្នុងចិត្តថាកាយឆាងពិតជាថោកទាបមែនលក់នាងឲ្យអាតាចាស់នេះដើម្បីយកមុខនាងដឹងច្បាស់ថាអាតាចាស់នេះធ្លាប់បំផ្លាញជីវិតស្រីជាច្រើនកន្លងមកហើយក្នុងស្រានេះច្បាស់ជាមានថ្នាំមិនខានភ្លាមនោះកម្ដៅនឹងពលឺក្រហមឆ្អៅជះចូលពេញបន្ទប់ធ្វើឲ្យអាតាចាស់ចាំងភ្នែកស្រែកប្រាប់ឲ្យកៅឆាងទាញវាំងលំបិតជាវាដឹងថាមានរឿងមិនស្រួលក៏បញ្ជាឲ្យកៅឆាងចុះទៅមើលខាងក្រោមឃើញឱកាសដុនយ៉ាក៏បានធូរដង្ហើមបន្តិចនៅខាងក្រោមវិញអ្នកគ្រប់គ្រងសន្តាគារស្រីកំពុងព្យាយាមសម្រួលស្ថានភាពប្រាប់ឲ្យភ្ញៀវស្ងប់ស្ងាត់រងចាំក្រុមសង្គ្រោះតែមានអាសេដ្ឋីម្នាក់ស្រែកឡូឡាថាពេលវេលារបស់វាមានតម្លៃរាប់លានគ្មានពេលមកអង្គុយរងចាំទេទាមទារចង់ចេញឲ្យបានបរិស័កវិញប្រាប់កៅឆាងថាពេលនេះសីតុណ្ហភាពខាងក្រៅឡើងដល់70អង្សាសេហើយមនុស្សរាប់រយនាក់កំពុងស្លាប់និងរងរបួសឯអាតាចាបោះសុនកំពុងតាក់ទងមន្ត្រីជាន់ខ្ពស់ឲ្យបញ្ជូនឡានមកទទួលវាតែបន្ទាប់ពីដាក់ទូរស័ព្ទចុះវាក៏ប្រាប់កៅឆាងថាថ្នាក់លើកំពុងប្រើប្រាស់កម្លាំងទប់ស្កាត់បញ្ហាអគ្គិសនីគ្មានអ្នកណាទំនេរមកជួយពួកគេទេកាត់មកមើលដែលហើយកំពុងត្រូវគេលាបថ្នាំរលាកទាំងស្រែកធ្ងោឈឺចាប់កូនចៅប្រាប់ថាត្រូវទៅមន្ទីរពេទ្យតែវាដឹងថាក្រៅក្តៅចង់ឆ្អិនសាច់ទៅហើយទើបទេទូរស័ព្ទហៅកូនចៅម្នាក់ទៀតឲ្យបើកឡានមកទទួលនៅចំណតក្រោមដីកូនចៅម្នាក់ឡើងមកឆេះឡានបើកចេញមកក្រៅដោយមិនដឹងខ្លួនគ្រាន់តែឡានលៀនកង់ប៉ះថ្នល់ក្តៅភ្លាមកង់ឡានទាំង4ផ្ទុះបែកខ្ទេចវាបញ្ញាប់ចុះពីឡានរួចទេប្រាប់មេវាវិញថាទៅមិនរួចទេវានឹងរត់ត្រឡប់មកវិញរត់មិនទាន់បានប្រមាណជំហានផងស្បែកជើងវារីជាប់ថ្នល់ធ្វើឲ្យវាដួលបោកមុខទៅនឹងបេតុងក្តៅមុខរបស់វាត្រូវអាំងឆ្អិនខ្លោចងាប់យ៉ាងអណោចអាធំនៅនឹងកន្លែងស៊ូឆាន់កំពុងគេងលក់យ៉ាងស្រួលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់របស់គេស្របពេលដែលទូរទស្សន៍កំពុងផ្សាយព័ត៌មានថាកម្ដៅប្រច័ណ្ឌឡើងដល់75អង្សាឯដីក្តៅដល់100អង្សាហើយរោងចក្រអគ្គិសនីក៏កំពុងផ្ទុះឆេះយ៉ាងធ្ងន់ធ្ងរដែលហើយស្ដាប់លើសម្លេងទូរស័ព្ទរបស់សៀវតាធ្លាក់ក៏ដឹងថាកូនចៅវាលែងត្រឡប់មកវិញជារៀងរហូតហើយបន្ទប់សន្តាគារផ្សេងទៀតក៏ពេញអស់ពួកវានៅសល់តែបន្ទប់ចុងក្រោយមួយនេះត្រូវគេងផ្ដុំគ្នាពេលនោះឈិនក៏ស្រែកឡូឡាឡើងថាលេងសើចមែនទេឲ្យខ្ញុំដេកបន្ទប់ជាមួយមនុស្សប្រុសយ៉ាងម៉េចកើតខ្ញុំត្រូវការបន្ទប់ដាច់ដោយឡែកនាងនៅតែគិតថានាងខ្ពស់ក៏ពពកដដែលពួកវាហៅញើសជោគខ្លួនហើយយូត្អូនត្អែថាបើនៅក៏កុញគ្នាបែបនេះច្បាស់ជាឆ្អិនងាប់មិនខានភ្លាមនោះសៀវឈៀននឹកឃើញថាបន្ទប់ VIP របស់ស៊ូឆាន់ធ្លាប់មានអាងហែទឹកនាងលុតកំណត់ថោកទាបថាគួរតែនាំគ្នាទៅប្លន់យកបន្ទប់នោះមកធ្វើជារបស់ខ្លួនងាកមើលស៊ូឆាន់កំពុងហែទឹកយ៉ាងរំភើយវាបានដឹងមុនរួចហើយថារោងចក្រអគ្គិសនីទីក្រុងនឹងផ្ទុះដោយសារខ្វះការថែទាំទើបវាឆ្លាតរៀបចំបន្ទប់នេះដោយបំពាក់ម៉ាស៊ីនត្រជាក់ដាច់ដោយឡែកនិងអាគុយខ្នាតធំរួចថែមទាំងទិញដុំទឹកកកធំមកតាំងទៀតផងជីវិតវាឡើងសេវិល័យផឹកស្រាក្រហមនិងញ៉ាំអាហារពេលព្រឹកយ៉ាងវាអង្គុយគិតថាពេលណាទើបកៅឆាងចាប់ផ្ដើមគ្រប់គ្រងធម៌ពលទៅកំពុងតែស៊ីសុកស្រាប់តែមានសម្លេងគោះទ្វារផាំងគ្រាន់តែតួឯងដើរមកបើកទ្វារភ្លាមក្រុមអាធាត់និងនាងសៀវឈៀនបែរជាបើកភ្នែកធំព្រោះបានប៉ះខ្យល់ជាក់សាច់ចេញពីបន្ទប់ពួកវាសម្លឹងឃើញអាងទឹកដុំទឹកកកនិងម្ហូបអាហារពេញតុលានអណ្ដាតស្រក់ទឹកនាងសៀវឈៀនដែលចរិតមិនចោលស្រែកជាតួឯងទៅកំរោលថាពួកឯងចង់ក្តៅងាប់ទៅហើយឯងមានសិទ្ធិអីមកសង្ងំសុកម្នាក់ឯងនោះអាត្មានិយមញាក់ប្រមៀចេញពីបន្ទប់នេះភ្លាមទៅលើសម្ដីនាងចប់ចង់ទៅផ្ទះកំភ្លៀងឲ្យបែកមាត់ទេ
អាធាត់ដែលឲ្យមិនចាំយូរក៏ប្រើលេសទាលុយបំណុលដើម្បីដណ្ដើមបន្ទប់ដោយសំអាងថាខ្លួនធំជាងក៏បោះជំហានឈានចូលបន្ទប់តួឯកដោយរកពាក្យក្អេងក្អាងប្រងប្រើកម្លាំងបាយតែអាធាត់បោះជំហានមិនទាន់ផុតផងស៊ូឆិនទាញកំភ្លើងបាញ់ទម្លុះជើងវាលើសូផាំងតួឯកយើងបញ្ជាដាច់អហង្ការថាឲ្យឆាប់រមៀលក្បាលចេញបើមិនចង់ងាប់វាចាប់ផ្ដើមរាប់ពី1ដល់3ធ្វើឲ្យពួកវារត់បាតជើងសាពីតយកតែប្រាអាយុកាត់មកមើលហ្វូងមនុស្សនៅខាងក្រោមវិញកំពុងលោឡារឿងអត់អាហារអ្នកគ្រប់គ្រងសន្តាគារពន្យល់ថាម្ហូបត្រូវគេម៉ៅអស់ហើយស្រាប់តែតាចាស់បោះសុនបញ្ជាឲ្យកូនចៅវាជញ្ជូនម្ហូបនឹងទឹកដែលសល់ទាំងអស់ឡើងទៅបន្ទប់វាហ្វូងមនុស្សឃើញដូច្នេះក៏ក្តៅក្រហាយស្រែកជេរថាសេដ្ឋីនេះមិនទុកផ្លូវរស់ឲ្យពួកគេសោះកូនចៅអាតាចាស់មិនខ្វល់ទាត់ពោះអ្នកតវ៉ាម្នាក់ខ្ទាតចេញរួចស្រែកគំរាមថាអាណាមិនសុខចិត្តចូលមកពួកអាសម្រាមចង់តទោជាមួយអញផងពេលនោះកូនចៅដាហើយក៏ក្រៀមមេវាដែលត្រូវក្របកំភ្លើងចុះមករកជំនួយទាំងតក់ស្លុតស្រែកថាស៊ូឆិនសម្លាប់មនុស្សហើយកាឆាងឃើញរបួសកំភ្លើងក៏លួចសរសើរតួឯកក្នុងចិត្តថាអាមួយនៅខាងលើនេះពិតជាកាចមិនធម្មតាទេនាងសៀវឈៀនឆ្លៀតឱកាសបញ្ជាកំហឹងមហាជនដោយប្រាប់ហ្វូងមនុស្សថាបន្ទប់តួឯកមានម៉ាស៊ីនត្រជាក់មានទឹកកកមានស្រានិងមានមាត់បំពងទៀតគឺប្រៀបដូចឋានសួគ៌អញ្ចឹងគ្រាន់តែឮថាមានរបស់ល្អហ្វូងមនុស្សក្តៅក្រហាយកាន់តែខ្លាំងគិតថាយុត្តិធម៌អីក៏ពួកគេត្រូវរងទុក្ខឯតួឯកបានសោយសុខពួកវាក៏នាំគ្នាសម្រុកឡើងទៅលើដើម្បីដណ្ដើមបន្ទប់គេឯកាឆាងឆ្លាតណាស់ហាមកូនចៅវាទុកឲ្យហ្វូងមនុស្សទៅសាកល្បងផ្លូវមុនសិនពេលឡើងមកដល់មុខបន្ទប់ស្រីម្នាក់ព្យាយាមលេងល្បិចនិយាយពាក្យពីរោះសុំតួឯកចូលច្រកកម្ដៅថែមទាំងយកពាក្យគោរពចាស់ស្រឡាញ់ក្មេងមកសង្កត់កតួឯកតែស៊ូឆិនគ្រាន់តែឈរស្ដាប់យ៉ាងស្ងៀមស្ងាត់ស្រាប់តែកូនប្រុសស្រីនោះក៏លេចឃើញមាត់បំពងក៏ស្រែកស្ទុះដូចឆ្កែឆ្កួតចូលទៅក្នុងបន្ទប់ស៊ូឆិនមិនមាត់ច្រើនទាត់ឲ្យក្មេងឆ្លើយនោះខ្ទាតចេញមកក្រៅវិញម៉ែវាក៏ស្រែកលោឡាថាវានៅក្មេងសោះមិនដេចក៏ឯងខូខើម្លេះតែតួឯកយើងតបវិញយ៉ាងអែមថាបើឯងមិនចេះបដាកូនទេជួយបដាជំនួសរួចប្រាប់ថាពួកនេះមិនសមជាន់បន្ទប់វាទេរួចដកកំភ្លើងចេញមកគំរាមមានល្ងងម្នាក់អួតខ្លាំងស្រែកប្រាប់គេឯងថាវាម្នាក់ឯងទេសម្រុកចូលទៅគ្រាន់តែបោះជំហានបានមួយចំអាមស៊ូឆិនបាញ់ទម្លុះក្បាលវាលើសូផាំងឈាមខ្ទាតចេញមកក្រៅដួលស្លាប់ភ្លាមតួឯងនិយាយយ៉ាងត្រជាក់ថាអញមានតែម្នាក់ឯងមែនតែពួកឯងក៏មានជីវិតតែមួយដែរពួកហ្វូងមនុស្សឃើញគេងាប់សោះស្រស់ស្លេកមុខរត់បាតជើងសាព្រាតកាត់មកមើលអាធាត់ដាហើយឯនេះវិញត្រូវហាយន្តម្នាក់ចោលនៅខាងក្រៅព្រោះកម្ដៅក្តៅខ្លាំងពេកធ្វើឲ្យមុខរបួសវាឡើងរលួយខ្លាចជាមេរោគហើយវាក៏ដេកងាប់បាត់ទៅហើយយកក្តៅក្រហាយបែកកំណត់ចង់សម្លាប់តួឯកសងសឹកចំណែកឈៀននិងមិត្តភក្តិនាងនៅមិនទាន់អស់ចិត្តមកឈរមុខកាមេរ៉ាសុវត្ថិភាពបញ្ចេញក្បាច់ស៊ីនាងសៀវឈៀនលេងទឹកមុខកំសត់អូសទាញតួឯកថាបងឈិនអូនដឹងថាបងមិនដាច់ចិត្តបាញ់អូនទេបងគ្រាន់តែបន្លាយពួកនោះឲ្យតែបងឲ្យអូនចូលអូនព្រមធ្វើឲ្យគ្រប់យ៉ាងតាមតែបងចង់បានមើលចរិតនាងចោះឡើងថោកជាងសម្រាមទៀតស៊ូឆិនសើចចំអកក្នុងចិត្តរួចនិយាយថាអញ្ចឹងចូលមកចោះគ្រាន់តែទ្វារបើកភ្លាមស្រីពីរនាក់នោះរំភើបញាប់ញ័រស្មានថាបានផលស្រាប់តែហើយយូរដែរពួនរងចាំឱកាសក៏ស្ទុះវឹងរុញពួកនាងចេញសម្រុកចូលទៅប្រុងសម្លាប់តួឯកតែស៊ូឆិននិយាយយ៉ាងសាមញ្ញថាអ្នកណាហ៊ានដើរចូលទ្វារនេះត្រូវតែងាប់រួចបាញ់ហាយូស្លាប់នៅនឹងកន្លែងមួយទៀតធ្វើចង់ខ្លាំងតែងាប់លឿនជាងគេឃើញមនុស្សងាប់នៅមុខបែបនេះស្រីទាំងពីរអ្នកភ្ញាក់ព្រឺតថយក្រោយយ៉ាងលឿនដល់ពាក្យសម្ដីវិញភ្លាមថាអូនមិនចូលទេនៅក្រៅល្អជាងតួឯកបណ្ដេញនាងចេញឲ្យឆ្ងាយរួចដើរចូលបិទទ្វារវិញដើម្បីកុំឲ្យមានសត្វរយមិនខានទៀតស៊ូឆិនបានដំឡើងកាំភ្លើងយន្តខ្នាតធំស្វ័យប្រវត្តិមួយគ្រឿងតម្រង់ទៅមាត់ទ្វារតែម្ដងបើសិនមានអ្នកណានៅរឹងក្បាលទៀតវាប្រកាសជាបាញ់ឈុតចុងក្រោយមានរថយន្តយោធាពាក់កាណូតការពារកម្ដៅយ៉ាងក្រាស់មួយគ្រឿងបានបើកមកដល់មុខសន្តាគារពួកអ្នកខាងក្នុងអបអរយ៉ាងរំភើបស្មានថាក្រុមសង្គ្រោះមកជួយពួកគេហើយសុំទោសគ្នាយើងដែលខ្ញុំចេញវីដេអូយឺតព្រោះខ្ញុំត្រូវសរសេរ script ហើយវាវែងខ្លាំងប្រហែលជា10000តួអក្សរក្នុងមួយវីដេអូដូច្នេះវាត្រូវការពេលវេលាជាពិសេស AI ដែលខ្ញុំប្រើសម្រាប់សម្លេងវីដេអូក៏មានតម្លៃថ្លៃហើយខ្ញុំមិនមានលទ្ធភាពធ្វើវីដេអូរាល់ថ្ងៃបានទេ